សញ្ញាគ្រោះថ្នាក់កំពុងត្រឡប់មកវិញនៅមជ្ឈមបូព៌ាអាមេរិកព្រមមានចូលសង្គ្រាមវាយអ៊ីរ៉ង់បន្តចំណែកអ៊ីស្រាអែលថាម្រាមដៃនៅលើកៃកំភ្លើងស្រាប់ប្រយុទ្ធពេលណាក៏បានសារព័ត៌មានអូស្ត្រាលី7 News រាយការណ៍នៅថ្ងៃទី9ខែមេសាឆ្នាំ2026ថាអនុប្រធានាធិបតីអាមេរិកលោក JD Vance ព្រមមានថាបើអ៊ីរ៉ង់មិនបើកច្រកសមុទ្រហ័រមូសឡើងវិញទេហើយមិនបង្ហាញការបដិញ្ញាចិត្តចរចាអាមេរិកនឹងត្រឡប់ទៅប្រើកម្លាំងយោធាវិញនៅពេលដំណើរគ្នានោះលោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែលក៏ប្រកាសថាម្រាមដៃរបស់ទ័ពអ៊ីស្រាអែលមិនទាន់ដកចេញពីកៃកំភ្លើងនៅឡើយលោក JD Vance និយាយថាអ្វីដែលអាមេរិកទទួលបានពីកិច្ចព្រមព្រៀងនេះគឺអ៊ីរ៉ង់ត្រូវបើកច្រកហ័រមូសឡើងវិញនិងបង្ហាញចេតនាចរចាពិតប្រាកដបើរឿងនោះមិនបានកើតឡើងទេលោក Donald Trump មានជំរឿនជាច្រើនដើម្បីត្រឡប់ទៅសង្គ្រាមវិញហើយអ៊ីរ៉ង់អាចប្រឈមទៅនឹងផលវិបាកធ្ងន់ធ្ងរការព្រមព្រៀងនេះកើតឡើងភ្លាមក្រោយពីអ៊ីរ៉ង់បានបិទច្រកហ័រមូសជាថ្មីទៀតចាប់តាំងពីល្ងាចថ្ងៃទី8ខែមេសាមកប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីភាគីចំនួនទាំង3ប្រកាសព្រមទទួលយកបទឈប់បាញ់2សប្តាហ៍អ៊ីរ៉ង់ថាបទឈប់បាញ់មិនអាចទៅរួចដោយសារតែអ៊ីស្រាអែលនៅថ្ងៃទី8ខែមេសាក្រោយព្រមឈប់បាញ់បានទម្លាក់គ្រាប់បែកយ៉ាងសន្ធឹកសន្ធាប់នៅលើលីបង់ដើម្បីកម្ចាត់ក្រុមហេសបូឡាដែលជាចលនាតស៊ូរបស់អ៊ីរ៉ង់មនុស្សជិត200នាក់ស្លាប់និង700នាក់រងរបួសប៉ុន្តែអាមេរិកបញ្ជាក់ថាបទឈប់បាញ់មិនរាប់បញ្ចូលតួអង្គហេសបូឡានៅលីបង់ឡើយអ៊ីរ៉ង់ខ្លួនឯងក៏បានវាយប្រហារប្រទេសគុយវ៉េតនិងបំផ្លាញបំពង់បង្ហូរប្រេងរបស់អារ៉ាប៊ីសាអូឌីដែរក្រោយមានបទឈប់បាញ់នេះជាចំណុចដែលធ្វើឲ្យភាគីទាំងអស់មិនទុកចិត្តគ្នាកាន់តែខ្លាំងជារួមពេលនេះគ្រប់ភាគីលើសង្គ្រាមមួយនេះកំពុងតែប្រឈមគ្នាដៃមួយកាន់ក្រដាសចរចាដៃមួយទៀតនៅលើកៃកំភ្លើងក្រុមហេសបូឡានៅលីបង់ក៏ប្រកាសចូលសមរភូមិប្រយុទ្ធវិញដែរ